แต่ខ្ញុំទាំងគេបងប្អូនគឺចង់បានគ្រឿងអេឡិចត្រូនិកណាដែលមានរូបរាងតូចប៉ុន្តែមានសមត្ថភាពខ្លាំងបើសិនជាមានប្រេនច្បាស់លាស់ទៀតណាគឺកាន់តែល្អតែម្ដងអញ្ចឹងនេះគឺជា Move Speed S10ជា power bank បំពាក់មកជាមួយនឹងប្រព័ន្ធសាកថ្មអត់ខ្សែនិងមានរូបរាង classic ស្អាតតាក់ផ្នែកតែម្ដងនិងវាបានបង្កប់នៅទំហំថ្មធំល្មមរហូតដល់ 10000 mAh ដែលជាប្រភេទ MagSafe Power Bank ដែលធ្វើឡើងជាមួយនឹងបច្ចេកវិទ្យា 10N Ultra Strong Magnetic ដែលធ្វើឲ្យការឆក់ជួបរវាងទូរស័ព្ទនិង power bank នេះបានយ៉ាងហាប់ណែននិងជួបបានល្អខ្លាំងមែនទែនអ្នកនរគ្នា power bank មួយនេះគឺបានបំពាក់មកជាមួយទូខ្លួនដែលគេហៅវាថា Ultra Thin Thickness ដែលវាពិតជាមានរូបរាងស្ដើងខ្លាំងមែនទែនជាពិសេសរូបរាងដ៏តូចច្រឡឹងប៉ុន្តែមានភាពហាប់ណែនធ្វើឡើងពី material ដែលមានគុណភាពខ្ពស់ជាប្រភេទអាលុយមីញ៉ូមនៅផ្នែកខាងមុខនិងជ័រស្វិតដែលមានគុណភាពខ្ពស់នៅផ្នែកខាងក្រោយដែលធ្វើឲ្យ power bank នេះរក្សានៅទម្ងន់ដែលល្អក៏ដូចជាធន់នឹងការប៉ះទង្គិចថែមទៀតផងលើសពីនេះគឺការ design ធ្វើឡើងតាម concept ដ៏ទាក់ទាញក្នុងទម្រង់ minimal នៅពេលដែលយើងដាក់ power bank នេះផ្អឹបជាប់ជាមួយនឹងទូរស័ព្ទរបស់យើងគឺមើលទៅមានភាពទាក់ទាញនិងថ្លៃថ្នូរខ្លាំងមែនទែនសម្រាប់ Move Speed S10 នេះគឺវាមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿនរហូតដល់20វ៉ាត់ដោយគ្រាន់តែសាកជាមួយនឹង Run Type C និងអាចសាកចូលខ្លួនឯងវិញបានល្បឿនលឿនថែមទៀតផងអ្វីដែលសំខាន់សម្រាប់ Power Bank មួយនេះអ្នកទាំងអស់គ្នាគឺផ្ដោតសំខាន់ទៅលើប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់គឺវាបានបំពាក់មកជាមួយនឹងមុខងារ Strong and Heat Dissipation គឺជាប្រព័ន្ធបញ្ចុះកម្ដៅនៅក្នុងការជួយសម្រួលទៅដល់ការបញ្ចុះកម្ដៅបានលឿនទាំងទូរស័ព្ទនិង Power Bank របស់យើងនិងប្រើប្រាស់ High Density Chip ដែលជាប្រព័ន្ធគ្រប់គ្រងនិងជំនួយបន្ថែមយ៉ាងឈ្លាសវៃដែលធ្វើឲ្យការសាកថ្មទៅកាន់ទូរស័ព្ទរបស់យើងគឺបានរលូននិងមិនធ្វើឲ្យប៉ះពាល់ដល់ថ្មទូរស័ព្ទរបស់យើងនោះទេមួយវិញទៀតណាអ្នកនរគ្នាសម្រាប់ Power Bank មួយនេះដែរមិនត្រឹមតែមានគុណភាពខ្លាំងនោះទេថែមទាំងជា brand ដែលល្បីនៅលើឆាកអន្តរជាតិថែមទៀតផងហើយជាពិសេសគឺមាននៅក្នុង list Amazon ដែលជាទីផ្សារទំនិញដែលល្បីលេខ1នៅក្នុងពិភពលោកអញ្ចឹងខ្ញុំគិតថាវាពិតជាងាយស្រួលខ្លាំងមែនទែនបើសិនជាអ្នកនរគ្នាមានវាមួយនៅក្នុងដៃនិងបង្កើនភាពងាយស្រួលនៅក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃអូខេអញ្ចឹងបើសិនជាអ្នកនរគ្នាចាប់អារម្មណ៍ទៅលើ Power Bank មួយ model នេះអ្នកនរគ្នាក៏អាចបញ្ជាទិញតាមរយៈ page ដែលខ្ញុំបានដាក់នៅលើ caption នៃវីដេអូមួយនេះសូមអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ